បាទបើសិនបើបរោះមានស្បែកគ្របជង្លឹងហ្នឹងមិនពន្លាត់តែតើបើសិនជាអត់បានព្យាបាលអត់បានកែសម្រួលទេមានផលវិបាកអ្វីដល់បរោះបាទអញ្ចឹងផលវិបាកគឺនឹងកើតមានបាទទី1គឺធ្វើឲ្យកន្លែងប្រដាប់ភេទហ្នឹងគឺងាយក្នុងការចម្លងរោគបាទន័យថាមេរោគដែលមកពីខាងក្រៅឬក៏មេរោគដែលបង្កនៅនឹងប្រដាប់ភេទផ្ទាល់តែម្ដងគឺងាយនឹងកើតឡើងនៅក្នុងស្បែកដែលគ្របនឹងផ្ទាល់តែម្ដងទី2គឺផ្ដល់ក្លិនមិនល្អទៅលើប្រដាប់ភេទបាទទី3អាចធ្វើឲ្យបរិសុទ្ធនឹងមានបញ្ហាខ្សោយផ្លូវភេទបាទហើយទី4កាលណាបរិសុទ្ធដែលមានស្បែកគ្របចុងលឹងនឹងគឺជាមូលហេតុចម្បងមួយដែលចម្លងមេរោគនឹងទៅដៃគូរបស់គាត់ក៏ដូចជាទៅភរិយារបស់គាត់ដែលធ្វើឲ្យខាងភរិយារបស់គាត់នឹងមានអាការៈធ្លាក់សជាប្រចាំអញ្ចឹងទៅបាទអញ្ចឹងបើសិនបើបរិសុទ្ធដែលគាត់មានបញ្ហាស្បែកគ្របចុងលឹងមិនពន្លាត់នឹងគួរតែមកធ្វើការពិនិត្យហើយអាចនឹងត្រូវកែសម្រួលស្បែកនឹងឲ្យបានល្អឡើងវិញកុំឲ្យមានបញ្ហាដូចខាងលើបាទ